បើសិនជាយើងចង់ដើរចំនួន complex គឺយើងដើរនៅលើប្លង់ complex អញ្ចឹងប្លង់ complex វាមានអ2ដែលអ D គឺជាអនៃចំនួនពិតហើយអឈរគឺអនៃចំនួននិមិត្តដែលចំនួនពិតចំនួននិមិត្តហ្នឹងយើងយកចេញពីផ្នែកពិតនិងផ្នែកនិមិត្តនៃចំនួន complex របស់យើងអញ្ចឹងឧបមាថាចំនួន complex របស់យើង z ស្មើឲ្យ2បូក 3e អញ្ចឹងសួរថាយើងដើរមិនយើងធ្វើម៉េចចេញ z នៅលើប្លង់ហ្នឹងអញ្ចឹងយើងមើលថាផ្នែកពិតរបស់ z គឺស្មើឲ្យ2អញ្ចឹងយើងក្រិតមកអូខេទៅនឹង1ទៅនឹង2ណាហើយផ្នែកនិមិត្តរបស់វាគឺ 3e អញ្ចឹងយើងក្រិត e ជ្រុលហ្នឹងណាជ្រុល e 2e ហើយនឹង 3e អូខេយើងតម្លាក់ចំណោលកែងយើងតម្លាក់ចំណោលកែងយើងនឹងឃើញថាពួកកន្លែង2ហើយនឹង 3e ហ្នឹងវាជួបគ្នាត្រង់ចំណុចនេះអញ្ចឹងចំណុចហ្នឹងគឺជាចំណុចសិតរបស់យើងហើយចុះបើសិនខ្ញុំមានa ស្មើឲ្យដក1ដក 2e អូខេខ្ញុំធ្វើម៉េចអញ្ចឹងកាលណាយើងមានចំនួនអវិជ្ជមានគឺវាមានទិសដៅផ្ទុយពីវិជ្ជមានបើវិជ្ជមានមកខាងស្ដាំអញ្ចឹងអវិជ្ជមានមកខាងឆ្វេងអូខេអញ្ចឹងយើងក្រិតមកទៅនេះគឺដក1ហើយដក2យើងចុះក្រោមណាយើងលេងឡើងទៅលើណាឡើងទៅលើវិជ្ជមានយើងចុះក្រោមចំនួនប្រហែលចំនួន2ក្រិតអញ្ចឹង1 2ដក2អញ្ចឹងយើងតម្លាក់ចំណោលកែងយើងឃើញថា z របស់យើងសំទោស a របស់យើងគឺនៅកន្លែងនេះ